បាទសូមបគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel បាទ EP ហ្វេងស៊ូជាទីមេត្រីសូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីគឺជាក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនទៅដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះខ្ញុំបាទក៏សូមធ្វើការជម្រាបជូននៅគឺអត្ថបទមួយដែលមានចំណងជើងថាលោកអ្នកដែលកើតឆ្នាំថោះលោកអ្នកដែលកើតឆ្នាំឆ្លូវសូមមកដឹងពីការងារដែលរកលុយបានច្រើនប្រចាំឆ្នាំ2026បាទអញ្ចឹងចំពោះឆ្នាំទាំងពីរបាទពីសំណាក់លោកគ្រូហៅបាទគឺបានធ្វើការបកស្រាយថាតើបាទលោកអ្នកបាទគឺរកលុយបានកម្រិតណាហើយត្រូវរកតាមវិធីណាគួរប្រកបការងារណាដើម្បីឲ្យស្របជាមួយនឹងជើងលេខស្របជាមួយនឹងទំនាយបើយោងទៅតាមបាទគឺលោកគ្រូហោរាសាស្ត្រចិនកំពូលគឺលោកគ្រូខៅលីខិនលោកគ្រូបានធ្វើការបកស្រាយទំលាយនៅខ្លឹមសារនៅជើងលេខនៅអាកំបាំងតកតងជាមួយនឹងវិធីសាស្ត្រឲ្យស្របទៅតាមជើងលេខគឺការធ្វើការងារឲ្យស្របទៅតាមទំនាយបាទយើងឃើញថាមុខរបររបស់មនុស្សម្នាក់គឺមិនមែនចេះតែបាទគឺប្រកបរបរចេះតែបាទនឹកឃើញធ្វើតាមចិត្តនោះឡើយលោកអ្នកត្រូវតែដឹងអំពីទំនាយរបស់ខ្លួនលោកអ្នកត្រូវតែដឹងអំពីបាទឆ្នាំកំណើតរបស់ខ្លួនគួររកស៊ីបាទគឺបែបណាប្រកបការងារបែបណាដើម្បីឲ្យត្រូវទៅតាមទំនាយត្រូវទៅតាមជើងលេខបាទហើយប្រសិនបើលោកអ្នកបាទគឺធ្វើត្រូវនោះការងារនឹងដាក់ចុះដោះតាមដៃលុយចូលបាទគឺឈឹបតែម្ដងបាទអញ្ចឹងជាដំបូងគេនេះគឺត្រូវជាមួយនឹងលោកអ្នកដែលកើតនៅក្នុងបាទគឺឆ្នាំថោះបាទបើតាមទំនាយរបស់លោកអ្នកដែលកើតឆ្នាំថោះលោកគ្រូសូមធ្វើការប្រកាសថាឆ្នាំថោះគឺមានតំណាងដោយសត្វទន្សាយមានការអប់រំខ្ពស់មានចំណេះដឹងគឺល្អណាស់ហើយក៏ជាមនុស្សដែលមានបទពិសោធន៍តាំងតែពីក្មេងមកថែមទៀតផងដូចនេះហើយកាលបើបាទគឺការបើកភោជនីយដ្ឋានដើម្បីបម្រើអតិថិជនគឺជាវិស័យដែលស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលកើតឆ្នាំបាទគឺសត្វទន្សាយនេះឲ្យតែបាទឆ្លងកាត់ការលំបាកដំបូងទន្សាយប្រកាសជាទទួលបានបទពិសោធន៍ទាំងប្រកាសទាំងកេរ្តិ៍ឈ្មោះអ្នកដែលកើតឆ្នាំសត្វទន្សាយនឹងមានសំណាងច្រើនក្នុងបញ្ហាហិរញ្ញវត្ថុបាទគឺក្នុងឆ្នាំ2026នេះអ្នកនឹងរកលុយបានច្រើនពេញហៅប៉ៅជាបន្តបាទស្ទើរតែមិនគ្រប់ទិដ្ឋភាពនោះទេនៃជីវិតរបស់លោកអ្នកនោះទេគឺពោរពេញទៅដោយភាពរីករាយនិងព្រឹត្តិការណ៍វិជ្ជមានដែលទន្ទឹងរង់ចាំបាទពិតជាអស្ចារ្យណាស់សម្រាប់លោកអ្នកដែលកើតឆ្នាំថោះលោកអ្នកឃើញថាការងារច្រើនណាស់គឺលោកអ្នកបាទអាចធ្វើទៅប៉ុន្តែមិនស្របទៅតាមជើងលេខធ្វើទៅជោគជ័យប៉ុន្តែមិនខ្លាំងប៉ុន្តែប្រសិនបើលោកអ្នកបាទគឺអនុវត្តទៅតាមការណែនាំចំពោះអ្នកដែលជាអ្នកបើកហាងបាទគឺលក់បាទរបរហូបចុកគឺជាបាទចំណុចសំខាន់បំផុតក្នុងឆ្នាំ2026នេះបាទហើយសម្រាប់ការងារផ្សេងដូចជាការងារបុគ្គលិកក្រុមហ៊ុនឬក៏បាទមន្ត្រីរាជការ
លោកគ្រូនឹងធ្វើការទូទាយបន្តបង្ហាញនៅពេលក្រោយផងដែរនៅពេលនេះលោកគ្រូសង្កត់ធ្ងន់ទៅលើបាទគឺអ្នកប្រកបរបរបាទរកស៊ីជាអ្នកលក់ដូរតែប៉ុណ្ណោះបាទអញ្ចឹងសង្ឃឹមថាលោកអ្នកដែលកើតឆ្នាំថោះទាំងអស់គ្នាចូលជ្រើសរើសមុខរបរឲ្យត្រឹមត្រូវឲ្យបាទគឺស្របទៅតាមទំនាយទាំងអស់គ្នាណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅឆ្នាំបន្ទាប់គឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំឆ្លូវបាទបើយើងក្រឡេកមកមើលលោកអ្នកដែលកើតឆ្នាំឆ្លូវធាតុពិតលោកអ្នកដែលកើតឆ្នាំកូនេះគឺជាមនុស្សដែលរឹងមាំតាំងតែពីកំណើតជាមនុស្សឧស្សាហ៍ព្យាយាមបាទតាំងតែពីកំណើតដូចគ្នាហើយមួយទៀតនោះពិសេសខ្លាំងណាស់គឺលោកអ្នកបាទពូគឺពូកែក្នុងការអត់ធ្មត់ជាទីបំផុតបាទលោកអ្នកដែលកើតឆ្នាំបើឆ្លូវពួកគេធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីគោលដៅរបស់ខ្លួនគេផ្ទាល់ដោយយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិតសម្រាប់អ្នកដែលបាទគឺកើតឆ្នាំបាទស័ត្វបាទគឺកូននេះបើលោកអ្នកលក់គ្រឿងសំណង់គឺជាមុខជំនួញដែលនឹងនាំនៅលៀបសំណាងដែលនឹងបាទគឺដាក់ចុះដោះតាមដៃអតិថិជនគាំទ្រគ្រប់គ្នាហើយពិសេសនោះបាទគឺការដែលលោកអ្នកបាទគឺមានលៀបមានជ័យច្រើនជាងគេនេះនឹងជួយឲ្យឆ្នាំកូនេះផ្លាស់ប្ដូរជីវិតបានយ៉ាងឆាប់រហ័សនិងក្លាយទៅជាអ្នកធូរធារបានភ្លាមតែម្ដងបាទជាតិកំណើតរបស់លោកអ្នកដែលកើតឆ្នាំឆ្លូវដែលមានភ័ព្វសំណាងទៅនឹងការលក់គ្រឿងសំណង់បាទមិនថាតូចមិនថាធំមិនថាលក់នៅក្នុងផ្ទះឬក៏បាទគឺលក់នៅកន្លែងណានោះទេបាទឲ្យតែការប្រកាសថាលក់គ្រឿងសំណង់នោះលោកអ្នកនឹងមានរាសីខ្ពស់លៀបជ័យដាក់ចុះដោះតាមដៃតែម្ដងក្នុងឆ្នាំ2026នេះបាទនៅឡើយទៅពុកម៉ែបងប្អូនគឺអនុវត្តឲ្យស្របទៅតាមជើងលេខឲ្យស្របទៅតាមទំនាយតែប៉ុណ្ណោះបាទអញ្ចឹងបាទសម្រាប់បាទតកតងជាមួយនឹងការប្រកបជាមន្ត្រីរាជការជាបុគ្គលិកក្រុមហ៊ុនបាទផ្សេងនោះលោកគ្រូនឹងធ្វើការបកស្រាយនៅពេលក្រោយប៉ុន្តែនៅពេលនេះលោកគ្រូសូមផ្ដោតសំខាន់ទៅលើការប្រកបរបរលក់ដូរតែប៉ុណ្ណោះបាទអញ្ចឹងសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវក្រោយពេលដែលបានទស្សនានៅការបកស្រាយនៅជើងលេខបាទដែលលោកគ្រូបានធ្វើការបាទបង្ហាញនេះក៏ត្រូវបានបញ្ចប់ផងដែរក៏សូមពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel EP Feng Shui ជាទីមេត្រីក៏សូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីក៏ដូចជាក្បួនគុណគូទូទាចំណេះដឹងថ្មីផងដែរបាទពីខ្ញុំបាទក៏សូមអរគុណនិងសូមបាទជម្រាបលាវិលមកជួបគ្នានៅអត្ថបទល្អៗអត្ថបទថ្មីក្រោយទៀតបាទសូមអរគុណ